បាទទូរទស្សនិកជនជាទីមេត្រីពេលនេះសូមអនុញ្ញាតផ្ដល់ព័ត៌មានបន្តទៅទៀតដែលយើងខ្ញុំភ្ជាប់ទូរស័ព្ទទៅកាន់ភ្នាក់ងាររាយការណ៍ព័ត៌មានតាមបណ្ដាខេត្តប៉ុន្តែមុននឹងភ្ជាប់ទូរស័ព្ទនោះខ្ញុំបាទសូមជូនព័ត៌មានខ្លីបន្តិចពីក្រសួងមហាផ្ទៃគឺរបាយការណ៍បានបង្ហាញថានៅក្នុងឆ្នាំ2013ទាំងមូលគឺថាប្រជាពលរដ្ឋចំនួន69នាក់ត្រូវបានស្លាប់បាត់បង់ជីវិតដោយសារតែទាហានថៃបាញ់សម្លាប់គឺដែលចូលឆ្លងដែនទៅកាន់ប្រទេសថៃខុសច្បាប់នេះគឺជាការចោទប្រកាន់មកណាហើយប្រជាពលរដ្ឋចំនួន165នាក់ត្រូវបានអាជ្ញាធរថៃចាប់ខ្លួនពីបទឆ្លងដែនដោយខុសច្បាប់នេះគឺជាព័ត៌មានខ្លីហើយខ្ញុំសូមជូននីតិទៅលោកបុត្រាបន្តចុះឆ្លើយឆ្លងជាមួយភ្នាក់ងារនៅតាមបណ្ដាខេត្តបាទគុណជនដំបងជួបភ្នាក់ងារប្រចាំការនៅក្នុងខេត្តស្វាយរៀងនិងព្រៃវែងគឺលោកពិសិដ្ឋបាទជម្រាបសួរលោកពិសិដ្ឋបាទសូមជម្រាបសួរលោកសុខៈនិងលោកបុត្រាបាទជម្រាបសួរព្រឹកនេះមានព័ត៌មានអ្វីដែរជម្រាបជូនដល់ទូរទស្សនិកជនរបស់យើងបានជ្រាបបាទព្រឹកនេះគឺមានព័ត៌មានមួយបាទគឺប្រជាពលរដ្ឋក្រៅស្វាយរៀងមានការខឹងសម្បារដោយសារតែខាងអគិសនីធ្វើការផាកពិន័យនិងផ្ដាច់ភ្លើងរបស់ពួកគាត់បាទមូលហេតុដើមចមនៃការផ្ដាច់ភ្លើងផ្ដាច់អគិសនីយ៉ាងម៉េចទៅបាទសូមអញ្ជើញបាទក៏សូមបញ្ជាក់ថាការពីប្រមាណថ្ងៃមុននេះគឺខាងអគិសនីក្រៅវិជាបានខេត្តស្វាយរៀងបានធ្វើការផ្ដាច់ទៅលើប្រជាពលរដ្ឋនៅក្នុងស្វាយរៀងជាច្រើនផ្ទះជាហេតុធ្វើឲ្យប្រជាពលរដ្ឋទាំងនោះមានការខឹងសម្បារបានលើកគ្នាប្រមាណ100នាក់ទៅធ្វើការតវ៉ានៅមុខខាងស្នាក់ការអគិសនីខាងខេត្តស្វាយរៀងបាទតាមការអនុវត្តជាពលរដ្ឋបានដឹងថាអ្នកខ្លះនោះគឺគាត់បានមកលុយខ្សែភ្លើងឬហើយទៅតែបានមកទឹកសុកខាងមន្ត្រីអគិសនីតែផ្លាច់ភ្លើងរបស់ពួកគាត់បាទហើយពេលដែលពួកគាត់បន្តវ៉ានៅខាងមុខការអគិសនីនោះបាទពួកគេបានទាមទារផ្លាកពិន័យរបស់ពួកគាត់ពី10000រៀលទៅ20000រៀលហើយសម្រាប់អ្នកដែលប្រើប្រាស់ភ្លើងរហូតដល់ក្នុងមួយខែ100គីឡូវ៉ាត់ម៉ោងនោះគឺការផ្លាកពិន័យរហូតដល់ទៅ40000រៀលដែលទូចំនួននេះគឺមានការច្រើនមែនទែនមកគូផ្សំជាមួយនឹងថវិកាទៅបងភ្លើងដែលបានប្រើប្រាស់ហើយខាងអគិសនីបានបញ្ជាក់ផងដែរថាកាលពីមុននោះគឺខាងប្រធានអគិសនីចាស់នោះគឺតម្រូវឲ្យប្រជាពលរដ្ឋតែរៀនហ្នឹងក៏បងលើក្នុងមួយខែម្ដងតែឥឡូវនេះគឺមានលោកម៉ៅហួរដែលជាប្រធានអគិសនីទឹកទៅឡើងថ្មីនេះបានតែប្រែកម្មវិធីគឺតម្រូវឲ្យប្រជាពលរដ្ឋមកក្នុងមួយកន្លះខែម្ដងវិញមកតែការកែប្រែកម្មវិធីនេះគឺអត់មានប្រើជូនដំណឹងជាលិខិតអក្សរឬក៏ប្រកាសជាធ្វើការណាមួយទេគឺស្រាប់តែដល់ឲ្យរបស់ខ្លួនដោយចែកបានតែម្ដងតែខ្លះនោះទៅតែបងភ្លើងបានមួយអាទិត្យតែបានថ្មីចូលទៅដល់ទៀតហើយពួកគាត់មានការគឿឆ្ងល់ហើយសុកស្រាប់តែមានមន្ត្រីអគិសនីដើរទៅផ្ដាច់ភ្លើងរបស់ពួកគាត់លោកពិសិដ្ឋបាទខាងភាគីអគិសនីលោកបកស្រាយយ៉ាងណាដែរចំពោះប្រជាពលរដ្ឋដែលលោកបានលើកគ្នាបន្តវ៉ាតាក់ទិននឹងបងបានទៅមួយសប្តាហ៍កន្លះខែអញ្ចឹងហើយតែគាត់ខាងអគិសនីលោកឆ្លើយតបមកយ៉ាងម៉េចខ្លះបាទក៏សូមបញ្ជាក់ផងដែរថាលើខ្ញុំបានបញ្ជាក់អំបញ្ញមិញហ្នឹងគឺខាងមន្ត្រីអគិសនីបានលើកឡើងថាគឺប្រធានថ្មីនេះគាត់បានប្រដៅកម្មវិធីក៏អស់ពីបងមួយខែម្ដងហើយមកបងជាកន្លះខែម្ដងវិញដល់បណ្ដាវេនគ្នាបាទតាមតំបន់ទីតាំងបាទហើយប៉ុន្តែតែការបដូរវេនបងពីមួយខែមកបងកន្លះខែម្ដងនេះវិញវាធ្វើឲ្យមានអត់បានទូដំណឹងមុនទៅធ្វើឲ្យប្រជាពលរដ្ឋមិនបានដឹងហើយអ្នកខ្លះគឺគាត់ទៅតែបានបងភ្លើងទៅតែហើយដូច្នេះគាត់អត់បានតំងទៀតទេនៅពេលដែលគេចេញបានថ្មីដែលតម្រូវឲ្យទៅបងកន្លះខែនោះទៅដល់ការដែលថាតែគាត់អត់បានទៅបងតាមការចេញបានថ្មីនេះគឺមានការផ្ដាច់ភ្លើងមកខាងឲ្យពួកគាត់ទៅស្រែការដើម្បីបងលុយហើយពេលពួកគាត់គឺកំណត់ទៅគេក៏ធ្វើការផាកពីនេះតែម្ដងដោយសារតែគាត់ទៅបងលុយតាមការកំណត់របស់ពួកគាត់តែគ្រួសារខ្លះដែលបងប្រើប្រាស់ភ្លើងតិចគេផាក10000ទៅ20000រៀលហើយអ្នកខ្លះដែលប្រើប្រាស់ភ្លើងក្នុងមួយខែរហូតដល់100មកក្នុងមួយខែនោះគឺគេបងផាកពីនេះពីទៅ40000រៀលហើយបញ្ហាផាកពីនេះនេះគឺប្រជាពលរដ្ឋមិនអាចទៅបានធ្វើមកនេះតវ៉ាហើយក៏ចូលបញ្ជាក់ផងដែរថាមន្ត្រីអគិសនីខេត្តបានបញ្ជាក់ថាក្រោយពីមានការតវ៉ាហើយក្រោយពីមានសារព័ត៌មានមួយចំនួនបានចុះផ្សាយនោះនៅព្រឹកម្សិលមិញនេះខាងអគិសនីក៏បានបញ្ឈប់ការផាកពីនេះហើយបាទបន្តនៅតម្រូវឲ្យប្រជាពលរដ្ឋចូលទៅបោះលុយធម្មតាទៅតាមការកំណត់របស់ពួកគេគឺកន្លះខែម្ដងបាទអរគុណសូមជម្រាបលាលោកពិសិដ្ឋបាទសូមអរគុណសូមជម្រាបលាបាទរឿងភ្លើងរឿងថ្លៃធ្នូអត់បានចេញមុនពិបាកនឹងគាត់ទទួលយកបានដែរពេលខ្លះក៏ធ្លាប់តែមួយខែណាដល់ពេលចេញមកកន្លះខែ7ថ្ងៃអីយកពីគាត់អញ្ចឹងដូចជាវាអត់សមមាត្រនឹងគ្នាទេ
ត្រួតពិនិត្យម្ដងទៀតចុះ បាទទុកឲ្យគាត់ចាត់ចែងមើលប៉ុន្តែអ្វីដែលសំខាន់នោះមុននឹងសម្រាប់កិច្ចការងារផ្សេងៗបើសិនជាយើងរកការឯកភាពគ្នាជាមុនវាកាន់តែល្អហើយយ៉ាងហោចណាស់ក៏ផ្ដល់ដំណឹងជាលិលាអក្សរមុនវាកាន់តែរឹតប្រសើរថែមទៀតផងហើយប្រហែលថ្ងៃមុនបើនិយាយពីពេញនិយាយទៅនៅក្នុងតំបន់ផ្លូវ371ទៅធ្វើថ្មីភូមិថ្នោតជ្រុំ4ដាច់ភ្លើងមួយថ្ងៃដូចជា2ដងអញ្ចឹងបាទដាច់ចង់3ថ្ងៃជាប់គ្នាបាទប៉ុន្តែមិនមានន័យថាមួយថ្ងៃពេញទេមួយថ្ងៃអាចដាច់2ដងអីចឹងទៅអាចម្ដង2 3ម៉ោង2ម៉ោងអញ្ចឹងណាអរគុណឥឡូវសូមបន្តជួបលោកប៊ុនថនវិញម្ដងដែលប្រចាំការនៅក្រុងប៉ោយប៉ែតជំរាបសួរលោកប៊ុនថនបាទជំរាបសួរលោកវខៈនិងលោកបត្រាបាទលោកប៊ុនថនមានអ្វីរាយការណ៍ពីក្រុងប៉ោយប៉ែតបាទមានសេចក្តីរាយការណ៍មួយបាទអាជ្ញាធរអភិវឌ្ឍផ្លូវរថភ្លើងកម្ពុជាថៃចាប់ផ្ដើមកសាងស្ពានដែកមិត្តភាពកម្ពុជាថៃនៅច្រកទ្វារប៉ោយប៉ែតបាទសូមជើញបាទអាជ្ញាធរកសាងផ្លូវរថភ្លើងបានព្រមព្រៀងគ្នាដើម្បីកសាងស្ពានដែករថភ្លើងមិត្តភាពកម្ពុជាថៃនៅច្រកទ្វារអន្តរជាតិប៉ោយប៉ែតជាថ្មីដែលត្រូវចំណាយថវិកាដោយរដ្ឋាភិបាលថៃបាទហើយខាងប្រទេសថៃគេបានធ្វើផ្លូវបន្តភ្ជាប់នឹងស្ពានដែកនៅក្នុងពេលឆាប់នេះនៅពេលណាដែលស្ពានដែករួចរាល់ហើយនោះបាទដោយឡែកខាងកម្ពុជាហាក់បីដូចជាស្មុគស្មាញបន្តិចពីព្រោះដីផ្លូវរថភ្លើងក្នុងបរិវេណកាស៊ីណូវាអាចប៉ះពាល់ទៅនឹងសំណង់អគារកាស៊ីណូដោយបច្ចុប្បន្ននេះដីផ្លូវត្រូវបានក្រុមហ៊ុនកាស៊ីណូសង់ជាអគារដូច្នេះនៅពេលធ្វើផ្លូវរថភ្លើងមានការលំបាកលោកបាទហើយនៅចំណុចគល់ស្ពានដែកជាប់នឹងមាត់អូលោកខាងបច្ចេកទេសសំណង់ប្រទេសថៃគេបានស្នើឲ្យខាងកម្ពុជាយើងនឹងធ្វើយ៉ាងណាឲ្យមានចំណីផ្លូវសងខាងផ្លូវនឹងមានប្រវែង20ម៉ែត្រដើម្បីងាយស្រួលក្នុងការកសាងស្ពាននេះដោយសារតែបច្ចុប្បន្ននេះជាប់នឹងមាត់អូនឹងត្រូវបានក្រុមហ៊ុនកាស៊ីណូបានសាងសង់ជាអគារលក់ដូរដូច្នេះធ្វើឲ្យប៉ះពាល់នៅកន្លែងសាងសង់ពីបញ្ហានេះលោកអានវណ្ណៈដែលប្រធានស្នាក់ការច្រកទ្វារអន្តរជាតិប៉ោយប៉ែតលោកជាអ្នកចំណាត់ការដើម្បីសម្រុះសម្រួលពីបញ្ហានេះខ្ញុំសូមបញ្ជាក់ថាខាងកម្ពុជាយើងខាងកសាងផ្លូវរថភ្លើងនេះត្រូវបានផ្អាកមួយរយៈហើយលោកបាទមានអ្វីបន្ថែមលោកប៊ុនថនបាទព័ត៌មានរបស់ខ្ញុំបានចប់តែនេះលោកបាទអរគុណច្រើនលោកប៊ុនថនដែលបានរាយការណ៍ពីបញ្ហាការអភិវឌ្ឍផ្លូវដែកបាទជំរាបលាបាទជំរាបលាលោកបាទអរគុណឥឡូវនេះសូមអនុញ្ញាតសម្រាប់បន្តិចសិនបងប្អូនបន្តិចទៀតយើងខ្ញុំភ្ជាប់ទូរស័ព្ទទៅកាន់ភ្នាក់ងាររាយការណ៍ព័ត៌មានជាបន្តបាទសូមសម្រាប់តែបន្តិចទេ